នៅពេលដែលបងប្អូនអ្នកគ្នាចង់ប្រើប្រាស់កម្មវិធីដូចជា ChatGPT Google Translate ឬក៏កម្មវិធីបង្កើត QR code ផ្សេងៗបងប្អូនអ្នកគ្នាត្រូវតែទាញយកកម្មវិធីទាំងអស់នោះមកដាក់ចូលនៅក្នុងទូរស័ព្ទដៃរបស់យើងឬក៏កុំព្យូទ័រទើបយើងអាចប្រើប្រាស់កម្មវិធីទាំងអស់នោះបានប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញកម្មវិធីមួយដែលមានសមត្ថភាពខ្ពស់មែនទែនគឺយើងគ្រាន់តែមានកម្មវិធីនេះតែមួយទេយើងអាចគ្រប់គ្រងកម្មវិធីទាំងអស់ដែលខ្ញុំបានរៀបរាប់ខាងលើមិញបាននៅក្នុងពេលតែមួយតែម្ដងចង់ដឹងថាកម្មវិធីនោះអីគេអត់ទស្សនាវីដេអូនេះទាំងអស់គ្នាថ្មីនេះដែរក្រសួងប្រៃសណីនិងទូរគមនាគមន៍បានបណ្ដាក់ដំណើរការសាកល្បងនៅថ្នាល Digital មួយដែលមានឈ្មោះថា DG Super App បងប្អូនអ្នកគ្នាស្ដាប់អត់ច្រឡំទេ DG Super App ថ្នាល Digital DG Super App នេះគឺមានសមត្ថភាពខ្ពស់មែនទែនដែលអាចប្រមូលផ្ដុំរាល់កម្មវិធីដូចជា ChatGPT Translate KH ឬក៏កម្មវិធីថ្នាល Digital ផ្សេងទៀតជាលក្ខណៈ mini app ដែលអាចមានសមត្ថភាពក្នុងការបម្រើសេវាសាធារណៈពហុវិស័យជូនដល់អ្នកប្រើប្រាស់បាននៅក្នុងថ្នាល Digital នេះបច្ចុប្បន្នយើងអាចប្រើប្រាស់បានកម្មវិធីចំនួន6ដូចជា DG ChatGPT Translate KH ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការថ្នាលបំពេញបែបបទ Form KH ថ្នាលបង្កើត QR code ថ្នាលគ្រប់គ្រងនិងតាមដានលំហូរការងាររដ្ឋាភិបាលស្វ័យប្រវត្តិ flow.gov.kh និងថ្នាលកម្មវិធីផ្សេងៗទៀតសូមបញ្ជាក់ផងដែរថាថ្នាល DG ChatGPT នេះគឺមានសមត្ថភាពខ្ពស់ប្រហែលទៅនឹង ChatGPT 4 រីឯកម្មវិធី Translate KH នេះគឺមានសមត្ថភាពនៅក្នុងការបកប្រែពីភាសាខ្មែរទៅជាភាសាអង់គ្លេសនិងភាសាអង់គ្លេសទៅជាភាសាខ្មែរដែរហើយរបៀបនៅក្នុងការប្រើប្រាស់កម្មវិធីនេះគឺស្រួលមែនទែនបងប្អូនអ្នកគ្នាគ្រាន់តែចូលទៅកាន់ App Store សម្រាប់អ្នកដែលប្រើប្រាស់ iPhone និងសម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធ Android គ្រាន់តែចូលទៅកាន់ Play Store បន្ទាប់មកស្វែងរកពាក្យថា DG Super App រួចទាញយកជាការស្រេចបន្ទាប់ពីបងប្អូនអ្នកគ្នាទាញយកកម្មវិធីនេះមកដាក់ចូលនៅក្នុងទូរស័ព្ទដៃហើយយើងគ្រាន់តែចូលទៅកាន់គណនីហើយ sign up ជាមួយនឹង iCloud សម្រាប់អ្នកដែលប្រើប្រាស់ iPhone និងអ្នកដែលប្រើប្រាស់ Android គឺគ្រាន់តែ sign up ជាមួយនឹង Google Gmail យើងអាចប្រើប្រាស់កម្មវិធីដែលមាននៅក្នុង mini app នេះបានតែម្ដងសូមបញ្ជាក់ផងដែរថាសម្រាប់សាធារណជនទូទៅយើងអាចប្រើប្រាស់បានកម្មវិធីមួយចំនួននៅក្នុង app នេះនៅក្នុងចំណោម6ហ្នឹងដូចជា DG ChatGPT Translate KH និងកម្មវិធីថ្នាលបង្កើត QR រីឯកម្មវិធីផ្សេងៗទៀតតើតែយើងមានអាស័យដ្ឋាន email របស់រដ្ឋាភិបាលទើបយើងអាចប្រើប្រាស់បាននេះគឺជាសញ្ញាណដ៏ល្អមួយនៅក្នុងប្រទេសយើងដែលក្រសួងបានរៀបចំក្នុងការបង្កើតជាថ្នាល Digital ផ្សេងៗដើម្បីបម្រើដល់សាធារណជនទូទៅហើយនេះក៏ជាសញ្ញាណដ៏ល្អមួយផងដែរដែលប្រទេសយើងកំពុងតែបោះជំហានរីកលូតលាស់ជាបន្តបន្ទាប់នៅក្នុងវិស័យ Digital នេះដូច្នេះបងប្អូនអ្នកទាំងអស់គ្នាលែងលំបាកទៀតហើយ download កម្មវិធីនេះម្នាក់មួយប្រើទាំងអស់គ្នាទៅដើម្បីបង្កជាភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធ Digital ប្រចាំថ្ងៃរាល់ទិន្នន័យដែលយើងប្រើប្រាស់នៅក្នុងកម្មវិធីទាំងអស់នេះគឺស្ថិតនៅក្នុងស្រុកទៀតផងដូច្នេះចូលរួមប្រើប្រាស់ថ្នាល Digital នៅក្នុងប្រទេសយើងឲ្យបានច្រើនដើម្បីលើកស្ទួយវិស័យ Digital ឲ្យកាន់តែរីកចម្រើនទៅមុខនិងដើម្បីបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាល Digital ស្របតាមគោលនយោបាយរដ្ឋាភិបាល Digital កម្ពុជាឆ្នាំ2022ដល់2035អរគុណអ្នកនរគ្នាជួបគ្នានៅក្នុងវីដេអូក្រោយ